លោកកបាត់ជាពុក22ខ8អាប់រ៉ាហាំឆ្លើយថាកូនអើយកូនឈាមដែលសម្រាប់ជាដង្វាយដុតនោះព្រះទ្រង់នឹងផ្គត់ផ្គង់ឲ្យដូច្នេះក៏នាំគ្នាទៅទៀតនេះនិយាយពីស្ថានភាពមួយដែលព្រះបានប្រាប់អាប់រ៉ាហាំឲ្យយកកូនប្រុសតែមួយរបស់គាត់ដែលឈ្មោះអ៊ីសាឡើងទៅលើភ្នំហើយយកកូននោះឯងទៅថ្វាយជាដង្វាយយ៉ាញ់បូជាហើយអាប់រ៉ាហាំជាបរិសុទ្ធនៃជំនឿស្ដាប់តាមព្រះហើយមើលអ្វីដែលកើតឡើងនៅខ14អាប់រ៉ាហាំក៏ហៅកន្លែងនោះថាយេហូវ៉ាយីរ៉េដែលមានន័យថាព្រះម្ចាស់ទ្រង់ផ្គត់ផ្គង់ឲ្យហើយគេក៏ប្រើឈ្មោះនេះឯងរហូតដល់សព្វថ្ងៃគឺនៅលើភ្នំរបស់ព្រះយេហូវ៉ាគឺទ្រង់ជាអ្នកផ្គត់ផ្គង់ឲ្យដូច្នេះឈ្មោះកិច្ចសញ្ញាទី1ដែលយើងត្រូវចាំហើយយើងត្រូវប្រកាសយកគឺយេហូវ៉ាជីរ៉េព្រះដែលផ្គត់ផ្គង់ឲ្យតើព្រះជាអ្នកផ្គត់ផ្គង់របស់លោកអ្នកឬទេតើលោកអ្នកជឿថាព្រះនឹងផ្គត់ផ្គង់លោកអ្នកឬទេតើលោកអ្នកជឿការនោះទេព្រះអង្គម្ចាស់នឹងផ្គត់ផ្គង់លោកអ្នកគ្រប់ទាំងអស់ព្រះអង្គជាយេហូវ៉ាយីរ៉េដែលជាអ្នកផ្គត់ផ្គង់ឲ្យទ្រង់ជាព្រះដែលផ្គត់ផ្គង់ខ្ញុំមើលមុខលោកអ្នករំភើបមែនហើយព្រះយេស៊ូវជាអ្នកដែលផ្គត់ផ្គង់យើងនៅម៉ាថាយជំពូក6ខ26ដល់ខ30ឈ្មោះទាំងអស់នេះនឹងសម្ដែងឲ្យឃើញនៅក្នុងព្រះជន្មរបស់ព្រះយេស៊ូវនៅក្នុងសេចក្តីបង្រៀនរបស់ព្រះយេស៊ូវម៉ាថាយជំពូក6ខ26ខ30ចូលមើលទៅសត្វស្លាបនៅលើអាកាសវាមិនសាបព្រោះមិនច្រូតកាត់ឬប្រមូលទុកដាក់ក្នុងជង្រុកផងតែព្រះវរបិតារបស់អ្នកដែលគង់នៅឋានសួគ៌ទ្រង់ចិញ្ចឹមវាខ30អោមនុស្សមានជំនឿតិចអើយប្រសិនបើព្រះទ្រង់តបតែងស្មៅនៅតាមទីវាលដែលដុះនៅថ្ងៃនេះហើយថ្ងៃស្អែកត្រូវគេបោះចូលទៅក្នុងចង្ក្រានដូច្នេះទៅហើយតើទ្រង់នឹងមិនតបតែងអ្នករាល់គ្នាលើសជាងនេះអំបាលម៉ានទៅទៀតព្រះគម្ពីរនិយាយថាព្រះទ្រង់ជាអ្នកផ្គត់ផ្គង់យើងព្រះយេស៊ូវជាអ្នកដែលផ្គត់ផ្គង់យើងពេលយើងស្វែងរកយើងធ្វើចំណែករបស់យើងព្រះអង្គនឹងធ្វើផ្នែករបស់ទ្រង់ព្រះអង្គនឹងផ្គត់ផ្គង់យើងតែយើងត្រូវធ្វើចំណែករបស់យើងស្វែងរកព្រះរាជរបស់ព្រះជាមុនស្រឡាញ់ព្រះអង្គឲ្យអស់ពីចិត្តស្ដាប់បង្គាប់ទ្រង់អាមែនភីលីបជំពូក4ខ19ព្រះនៃខ្ញុំព្រះអង្គនឹងបំពេញគ្រប់ទាំងអស់ដែលអ្នករាល់គ្នាត្រូវការតាមភោគសម្បត្តិនៃទ្រង់ដ៏ឧត្តមក្នុងព្រះគ្រីស្ទយេស៊ូវព្រះអង្គជាអ្នកផ្គត់ផ្គង់យើងគ្រប់គ្នានិយាយថាព្រះយេស៊ូវជាអ្នកផ្គត់ផ្គង់ខ្ញុំនឹងមិនខ្វះអ្វីឡើយព្រះអង្គជាគង្វាលល្អរបស់ខ្ញុំ